ជំរាបសួរក៏ដូចជាសួស្តីបងប្អូនបងប្អូនគ្នាថ្ងៃនេះគឺខ្ញុំបានធ្វើមុខម្ហូបមួយមានឈ្មោះថាបុកសណ្តែកគូជាមួយនឹងសាច់គោឬក៏ហៅថាភ្លាសាច់គោសណ្តែកគ្រឿងផ្សំរបស់យើងមានដូចជាសាច់គោសណ្តែកគួរគល់ក្រៃម្ទេសក្រូចឆ្មាជីហើយនិងសណ្តែកដីហើយនឹងមានគ្រឿងទេសផ្សេងៗទៀតបន្ទាប់មកយើងធ្វើការកាត់សណ្តែកគួរជាកង់កន្លះច្អល់ដៃទៅហើយយើងអាចដំឲ្យវារៀងកពិតតិចទៅដើម្បីងាយស្រួលក្នុងការលាយបញ្ចូលគ្នាជាមួយនឹងគ្រឿងរបស់យើងតិចកាត់ទៅកាត់កង់កាត់មិនក៏បានដែរយើងនឹងបុកវាតិចទៅបន្តមកទៀតយើងធ្វើការហាន់កាត់ជាមួយនឹងក្រូចបាទក្រូចឆ្មាដើម្បីទុកច្របាច់ជាមួយនឹងសាច់គោកាត់4-5ផ្លែទៅអានេះគឺខ្ញុំប្រើក្រូចឆ្មាអស់ចំនួន5ផ្លែតែខ្ញុំច្របាច់ជាមួយនឹងសាច់គោគឺតែ3ផ្លែទេបន្ទាប់ពីយើងកាត់ក្រូចឆ្មាជាដុំហើយយើងច្របាច់ក្រូចឆ្មាទៅនឹងយើងមានពាក់ស្រោមដៃដើម្បីច្របាច់តែខ្ញុំអត់ត្រឡប់ពាក់ស្រោមដៃច្របាច់ទៅយើងក្លាច់រដងអត់តែពាក់ស្រោមដៃនឹងថតទៅក៏ពាក់ស្រោមដៃទៅអត់សូវជា start នឹងយើងច្របាច់ក្រូចឆ្មាដាក់វាច្រើនហើយយើងច្របល់ជាមួយនឹងសាច់គោយើងឲ្យវាសប់ឲ្យវាឃើញយើងទុនស្លោកឲ្យវាងាប់សាច់ទៅពីយើងដាក់គ្រឿងរបស់យើងមានដូចជាម្ទេសគល់ក្រៃដែលយើងហាន់ហើយហ្នឹងយើងដាក់ចូលទៅដើម្បីឲ្យកាត់ក្លិនសាច់គោយើងឲ្យមានក្លិនឈ្ងុយយើងអាចដាក់ប៊ីចេងឬក៏រ៉ូឌីដាក់បន្ថែមតិចទៅដើម្បីឲ្យវាមានរសជាតិជាប់មួយនឹងសាច់គោបន្ទាប់ពីយើងច្របល់សាច់គោហើយយើងទុកវាទៅយើងមកធ្វើការបុកគ្រឿងដើម្បីបុកជាមួយសណ្តែកយើងមានដូចជាខ្ទឹមសម្ទេស3គ្រាប់កន្លះដោយសារកន្លះគឺវាខូចយើងកាត់ចោលយើងដាក់ស្ករមួយស្លាបព្រាតិចទៅមកល្មមយើងមើលទៅតាមល្បាយនៃគ្រឿងផ្សំរបស់យើងដែរហើយយើងបុកទៅបុកឲ្យវាម៉ត់មកតែកុំបុកខ្លាំងពេកកុំម៉ត់ខ្លាំងពេកយើងបុកមកល្មមកុំឲ្យខ្ទេចពេកតែបុកឲ្យខ្ទេចក៏បានដែរទេខ្ទេចក្បាលទេក៏បានដែរហ្នឹងហើយឲ្យតែមានកម្លាំងបុកបន្ទាប់ពីយើងមើលឃើញថាខ្ទឹមម្ទេសយើងរៀងម៉ត់ហើយយើងចាក់សណ្តែកគួរយើងបានកាត់ឆ្កង់ហ្នឹងយើងដាក់ចូលក្នុងត្បាល់ហ្នឹងបុកមកបុកឲ្យវាទុំឲ្យបែកខ្លះនៅខ្លះទៅដើម្បីវាចូលជាមួយនឹងគ្រឿងរបស់យើងមានយើងដាក់មុនហ្នឹងមានខ្ទឹមម្ទេសស្ករហើយប៊ីចេងកំសៅស្បៃថែមតិចតួចទៅដើម្បីវាមានរសជាតិល្មមកុំប្រៃពេកហើយកុំផ្អែមពេកបន្ទាប់ពីយើងបានបុកសណ្តែកគួរហើយយើងបុកសណ្តែកដីម្ដងអញ្ចឹងសណ្តែកដីយើងបុកឲ្យម៉ត់ល្មមកុំម៉ត់ខ្លាំងពេកបន្ទាប់ពីយើងបុកសណ្តែកដីបានរួចរាល់ហើយគឺយើងយកគ្រឿងដែលយើងបានបុកមិញហ្នឹងគឺយើងយកមកច្បល់គ្នាលាយទៅជាមួយសណ្តែកគួរសណ្តែកដីជាមួយនឹងសាច់គោរបស់យើងលាយវាឲ្យជោគច្បល់មកណាច្របាច់ក៏បានដែរតែខ្ញុំមិនបានច្របាច់ទេច្របាច់ខាងក្រៅតែក្នុងវីដេអូបានច្របាច់បាទហ្នឹងហើយអញ្ចឹងយើងច្របាច់ឲ្យវាសប់ហើយយើងអាចលក់ដាក់គ្រឿងដាក់អីបន្ថែមកាដូសាបក៏ប្រៃហើយយើងអាចដាក់បន្ថែមគ្រឿងបានយើងអាចបន្ថែមជាមួយនឹងក្រូចឆ្មាពីផ្លែទៅដើម្បីឲ្យជូររៀងជ្រះតិចបើយើងចូលចិត្តជូរយើងអាចបន្ថែមវាច្រើនហ្នឹងហើយយើងអាចភ្លក់ឲ្យបានច្រើនតិចទៅដើម្បីអាចកំណត់យករសជាតិមួយដែលយើងគិតថាឆ្ងាញ់បន្ទាប់ពីយើងបានជូរច្បល់វាឲ្យបានសព្វរួចហើយគឺមុខម្ហូបយើងគឺបានរួចរាល់តែយើងកុំភ្លេចដាក់បន្ថែមជាមួយនឹងជីក្រូបជីនឹងជីញឹងវងណាបើយើងដាក់ជីញឹងវងក៏ជីរណាហ្នឹងយើងដាក់ឲ្យបានច្រើនតិចទៅដើម្បីឲ្យវាមានក្លិនក្រអូបគួរឲ្យចង់ញ៉ាំបាទហ្នឹងគឺយើងបានធ្វើរួចរាល់ហើយគឺថាមុខម្ហូបហ្នឹងគឺញ៉ាំម្នាក់ឯងគឺវាអត់ឆ្ងាញ់ទេហើយខ្ញុំក៏បានវិចហ្នឹងទៅសួននៅក្បែរផ្ទះហ្នឹងសួននៅបរិយគួយមើលទេសភាពមើលសមុទ្រណាមើលបឹងនៃមេកតុំស្ទុំអញ្ចឹងគឺអូញ៉ាំទៅគឺឆ្ងាញ់មែនទេវាមានអីជាក់កូកាកូឡាអញ្ចឹងកូឡាកំប៉ុងសអញ្ចឹងយើងញ៉ាំជាក់មែនទេហើយត្រូវគ្នាហ្មងសម្រាប់រសជាតិវិញគឺមានអ្នក feedback គឺគាត់ថាឆ្ងាញ់ខ្លាំងគេហើយងាត់ពេញមាត់នេះងាយក្រោយឲ្យធ្វើឲ្យទៀតនេះបើថាចង់ខ្ញុំធ្វើឲ្យចូលទឹកខ្ញុំមកនេះបាទធ្វើញ៉ាំរាល់ថ្ងៃហ្មងជាចុងក្រោយក៏សូមអធិស្ឋានទៅដល់បងប្អូនដែលបានមើលទស្សនានេះបើសិនជាមានកំហុសខុសឆ្គងក៏សូមខន្តីអភ័យទោសដល់ខ្ញុំដែលខ្ញុំមិនធ្លាប់បានធ្វើវីដេអូជាពីមុនទេគឺថ្ងៃនេះគឺstress តែគឺកាត់វីដេអូមួយទៅគឺ voice over ទៅពេញមួយថ្ងៃហ្នឹងគឺបែកវល់ពេញហ្នឹងហើយបាទមិនរំបានវីដេអូមួយហ្នឹងសូមអរគុណច្រើន